សូមស្វាគមន៍មកកាន់រោងចក្រផលិតក្បឿងជ័រនិងស័ង្កសីជ័រម៉ាក KO ពេលនេះដែរយើងខ្ញុំនឹងធ្វើការបង្ហាញអំពីការដំឡើងនិងចំណុចគួរជៀសវាងក្នុងការប្រក់ក្បឿងជ័រនិងស័ង្កសីជ័រទី1ការប្រើប្រាស់ដែករណៃលោកអ្នកត្រូវប្រើប្រាស់ដែករណៃតាមស្តង់ដារដែលរោងចក្រយើងត្រូវបានកំណត់ចំពោះភ្លីក្បឿងយើងត្រូវរក្សាកម្រិតដែករណៃចន្លោះពី660មីលីម៉ែត្រនិងភ្លីស័ង្កសីលោកអ្នកត្រូវរក្សាកម្រិតដែករណៃចន្លោះពី600មីលីម៉ែត្រដើម្បីរក្សាបាននូវគុណភាពស្តង់ដារទី2ទាក់ទងនឹងការប្រក់លោកអ្នកគួរគប្បីរក្សានៅជម្រាលបរិមាណពី20ដឺក្រេសម្រាប់ប្រភេទដំបូលទេនិង135ទៅ150ដឺក្រេសម្រាប់ប្រភេទដំបូលប្រក់បត់រាងជាអក្សរ A ទី3ផលិតផលរបស់យើងខ្ញុំមិនស័ក្តិសមនៅប្រក់ដូចជាឡចំហាយឡកម្ដៅឬក៏បំពង់បង្ហូរផ្សែងណាមួយដែលអាចប៉ះពាល់នឹងក្បឿងជ័រនិងស័ង្កសីជ័ររបស់យើងទី4នៅពេលដែលលោកអ្នកដំឡើងលោកអ្នកត្រូវឈរចំកន្លែងដែលមានដែករណៃដំឡើងតាមលំដាប់លំដោយពីក្រោមឡើងទៅលើទី5រាល់កន្លែងដំណត្រូវតែមានដែករណៃនៅពីខាងក្រោម6ចំពោះក្រុមដំបូលក្បឿងត្រូវចំណាំថាមានចុងមួយធំនិងចុងមួយតូចគួរកាត់សន្លឹកដំបូងនិងចុងក្រោយពាក់កណ្ដាលដើម្បីបញ្ជាដំណច្រើននៅត្រង់កន្លែងតែមួយទៅនឹងសន្លឹកក្បឿង7ការបាញ់វីត្រឆ្អឹងណាមួយមិនត្រូវបាញ់តឹងខ្លាំងពេកនិងញឹកពេកនោះទេព្រោះនៅពេលរងកម្ដៅក្បឿងជ័រនិងស័ង្កសីជ័ររីកមាឌដែលងាយនឹងសឹកឆាប់បែកបាក់រហ័ស8ត្រូវប្រើប្រាស់គម្របក្បាលវិសដែលជាផលិតផលរបស់ក្រុមហ៊ុន9ចំនួនវិសនិងគម្របវិសត្រូវប្រើប្រាស់ចំនួន4គ្រាប់ក្នុង1ម៉ែត្រការ៉េទី10សន្លឹកក្បឿងជ័រនិងស័ង្កសីជ័រត្រូវតែក្រាលកែងទៅនឹងទិសដៅនៃខ្យល់ខ្លាំងទី11ហាមប្រើប្រាស់ផលិតផលអ៊ីសូឡង់ផ្សេងក្រៅពីក្រោមក្បឿងជ័រនិងស័ង្កសីជ័រទី12មិនត្រូវប្រក់ជាន់ពីលើស័ង្កសីលោហៈនិងមិនត្រូវចាក់បេតុងនៅលើគែមសន្លឹកប្រក់ដំបូលទេទី13ប្រសិនបើផ្ទះមានពិដានចន្លោះរវាងសន្លឹកប្រក់ដំបូលនិងក្តារពិដានមិនត្រូវបិទជិតនោះទេត្រូវមានកន្លែងឲ្យខ្យល់ចេញចូលប្រសិនជាបិទជិតទាំងស្រុងនឹងធ្វើឲ្យខ្យល់ក្តៅមិនអាចចេញចូលបាននៅពេលដែលប៉ះពាល់ជាមួយនឹងកម្ដៅព្រះអាទិត្យចំហាយទឹកនៅក្នុងនឹងធ្វើឲ្យសីតុណ្ហភាពឡើងក្តៅដែលធ្វើឲ្យប៉ះពាល់ដល់ការរីករួមនៃសន្លឹកប្រក់ដំបូលទី14ត្រង់កន្លែងកងភ្លីយើងត្រូវប្រក់វាឲ្យជិតជៀសវាងការជ្រាវទឹកនៅតាមភ្លីរាល់ការប្រើប្រាស់កំបោលក្បឿងជ័រនិងស័ង្កសីជ័រត្រូវប្រើតាមលក្ខខណ្ឌខាងលើដែលបានរៀបរាប់សូមអរគុណសូមសំណាងល្អ